និយាយដល់រឿងស្នេហាបន្តិចសិនតើនិយាយដល់រឿងស្នេហាបងប្អូនណាគឺនិយាយដល់ការហួងហែងនិយាយដល់រឿងប្រច័ណ្ឌអត់មានស្នេហាណាដែលអត់មានការហួងហែងអត់ប្រច័ណ្ឌទេបើបងប្អូនមានអារម្មណ៍ថាគេអត់ប្រច័ណ្ឌគេអត់ហួងហែងទេគេអត់ស្រឡាញ់ទេច្បាស់លាស់ក្នុងខ្លួនដែរគ្មានស្នេហាណាមិនហួងហែងមិនប្រច័ណ្ឌទេប៉ុន្តែសំរុំសំហាត់សំផលមិនប្រច័ណ្ឌខុសហេតុខុសផលទេប៉ុន្តែអាប្រច័ណ្ឌខុសហេតុខុសផលក៏ស្រឡាញ់អាប្រច័ណ្ឌត្រឹមត្រូវហេតុផលហ្នឹងក៏ស្រឡាញ់ដែរប៉ុន្តែគ្មានស្នេហាណាមួយអត់ហួងហែងទេស្នេហាជាការលះបង់ស្អីគេអាស្នេហាជាការលះបង់ហើយស្គាល់ពីលះបង់ហើយលះបង់វាទាល់តែស្អាតណាដូចស្គាល់កស៊ូអញ្ចឹងទាញយឺតទៅម៉ាត់បានគេហៅលះបង់អញ្ចឹងវាទាល់តែមានសេចក្តីស្រឡាញ់សិនបានមានការលះបង់មិនចឹងបើរបស់មួយដែលយើងអត់ស្រឡាញ់គឺតែគេមកសុំអង្គយើងមកកំប៉ុងហើយខ្ញុំទៅនិយាយប្រាប់គេថាខ្ញុំលះបង់ណាខ្ញុំលះបង់អង្គមកកំប៉ុងឲ្យអ្នកជិតខាងបើយើងអត់ស្ដាយប៉ុណ្ណាមិនទៅលះបង់កើតអាខ្លះអត់ស្រឡាញ់សង្សារប៉ុណ្ណារួចហើយសង្សារតកាជាមួយគេទាំងខ្ញុំលះបង់សង្សារឲ្យគេវាអត់ស្រឡាញ់ប៉ុណ្ណឹងមិនលះបង់កើតលះបង់លុះតែយើងមានអារម្មណ៍ស្រឡាញ់គឺយើងលះទៅស្អិតដាក់ឲ្យដាច់ទៅអញ្ចឹងត្រូវយល់ពីអត្ថន័យនៃពាក្យថាលះបង់ស្នេហាគឺជាការលះបង់លះបង់លុះតែអ្នកឯងស្រឡាញ់ខ្លាំងណារួចហើយដោយសារមានរឿងហេតុផលមួយសំស្របដើម្បីរឿងអ្វីមួយដែលជាប្រយោជន៍របស់មនុស្សដែលយើងស្រឡាញ់រួចហើយយើងសុខចិត្តបញ្ឈប់ការស្រឡាញ់របស់យើងបានចាត់ទុកជាការលះបង់One true time I hold you in my life will always go on ទី1ស្នេហាត្រូវតែមានការហួងហែងទី2ស្នេហាត្រូវតែមានការលះបង់ពាក្យថាការលះបង់ដូចខ្ញុំនិយាយតើស្រឡាញ់តើស្អិតតាក់រួចបាច់ទៅបើអត់មានការហួងហែងទេមិនមែនជាសេចក្តីស្រឡាញ់ទេឲ្យច្បាស់លាស់បន្ទាប់មកទៀតលះបង់ក៏ដោយត្រូវយល់អំពីតម្លៃនៃការលះបង់មនុស្សដែលយើងលះបង់នឹងទាល់តែវាស័ក្តិសមនឹងទទួលតម្លៃនៃការលះបង់ខ្ញុំលះបង់ណាចំពោះអ្នកស្រីហ្នឹងគាត់មានប្រុសច្រើនណាទៅពីមួយខ្ញុំអាក់នៅគ្រួឲ្យរហូតអានេះឈួតសតតែហ្មងវាជក់ខ្យល់នឹងគុណធម៌លះបង់មកវានោះវាអត់តម្លៃអ្នកឯងមើលមនុស្សដែលអ្នកឯងលះបង់ទៅនឹងវាអត់តម្លៃទទួលបាននៃការលះបង់ណាបងប្អូនណាប្រពន្ធប្តីអ្នកដតីសុទ្ធតែបងប្អូនអ្នកដតីសុទ្ធដូច្នេះដើម្បីជ្រើសរើសបុគ្គលណាមួយជាគូជីវិតវាត្រូវតែមានតម្លៃបើកូនយើងណាអានឹងវាជាប់សាច់ញាតិជាមួយយើងដោយសារឈាមដូច្នេះកូនយើងគ្មានតម្លៃក៏ដោយយើងមានកាតព្វកិច្ចនៅតែថែរក្សាកូនជក់គ្រឿងញៀនកូនធ្វើបាបគ្រួសារកូនគ្មានផលប្រយោជន៍សម្រាប់សង្គមទេប៉ុន្តែយើងនៅតែថែរក្សាកូនតាមថែរក្សាកូនព្រោះអីព្រោះវាចំណងមនុស្សយើងគិតមើលយើងដឹងហ្នឹងម្នាក់ការយើងប្រាប់ថាចំណងផ្លូវហ្នឹងយើងត្រូវទទួលខុសត្រូវចឹងយើងត្រូវតែចិញ្ចឹមកូនចឹងយើងត្រូវតែថែរក្សាកូនទោះបីកូនគ្មានតម្លៃសម្រាប់គ្រួសារនិងគ្មានតម្លៃសម្រាប់សង្គមតែយើងមានកាតព្វកិច្ចម្នាក់ការយើងប្រាប់ត្រូវតែចិញ្ចឹមកូនក្មួយក៏ដូចគ្នាបងប្អូនចដូនមួយក៏ដូចគ្នាហេតុអីបានយើងត្រូវជួយបងប្អូនចដូនមួយយើងគ្រួសារយើងពីព្រោះវាគឺជាចំណងគ្រួសារជៀសវាមិនផុតប៉ុន្តែក៏យើងខ្លាំងខ្លាយណាបើអានឹងគ្មានប្រយោជន៍ទេជួយតែប៉ុណ្ណឹងបានហើយកុំថាក្មួយកូនក៏ប៉ុណ្ណឹងដែរជួយតែប៉ុណ្ណឹងហើយប៉ុន្តែសម្រាប់អ្នកដតីវិញណាត្រូវសួរចង់ចាយលុយ100ហើយមើលមុខចាយទៅលើអាណារកមើលតម្លៃត្រូវសួរខ្លួនឯងថាហេតុអីបានអញចាយទៅលើម្នាក់ហ្នឹងមានមនុស្ស1លាននាក់អង្គុយចាំទទួលការជួយពីយើងហេតុអីបានយើងជ្រើសរើសម្នាក់ហ្នឹងជាមនុស្សដែលយើងឲ្យតម្លៃក្នុងការជួយវាត្រូវតែមានតម្លៃជាពិសេសអីមួយចុះដល់ពេលស្រីហ្នឹងលបលកាច់លបលយូនឹងជាប្រុសប្រមាណខ្ញុំលះបង់ហែងឈួតហ្នឹងវាអត់មានតម្លៃបើកូនហែងមានអីប៉ុណ្្នឹងអ្នកដតីសុទ្ធមនុស្សអត់មានតម្លៃការពិតទៅមកពីហែងចិត្តដាច់ពីគេឯងនៅស្រឡាញ់គេហ្នឹងហើយឯងនិយាយថាខ្ញុំឲ្យតម្លៃទៅលើស្រីតែខ្ញុំមិនទៅយកគេមកវិញព្រោះជាការលះបង់បងប្អូនណាលះបង់ក៏ត្រូវគិតពីតម្លៃមនុស្សដែលយើងលះបង់ដែរអញ្ចឹងមកខ្ញុំនិយាយគ្មានការហួងហែងមិនមែនស្នេហាបើគ្មានការហួងហែងក៏មិនអាចនិយាយថាលះបង់ប៉ុន្តែលះបង់រួចហើយក៏មិនគ្រប់ថាជាតម្លៃដែរលុះត្រាតែមនុស្សដែលយើងលះបង់នោះមានតម្លៃយើងត្រូវមើលតម្លៃមនុស្សដែលយើងលះបង់ពីព្រោះប្តីប្រពន្ធមិនមែនជាបងប្អូនយើងទេជាអ្នកដតីបើអ្នកដតីយើងត្រូវគិតថាចុះអ្នកដតីមកកដោហេតុអីបានយើងមិនចាំយើងចាំអាមួយហ្នឹងវាត្រូវតែមានតម្លៃ
បើតែជាយើងអត់គិតពីតម្លៃការជួយរបស់យើងគេហៅការជួយអត់ភ្លឺស្វាងហេតុអីបានយើងមិនលះបង់ចំពោះអ្នកផ្សេងមិនទៅលះបង់ចំពោះម្នាក់ហ្នឹងវាអត់មានតម្លៃសម្រាប់ឲ្យយើងធ្វើការលះបង់ទេបងប្អូនត្រូវច្បាស់គ្រប់ជំហានមួយដែលបងប្អូនឆ្លាស់ចិត្តធ្វើ